ការចំនួនទឹកចិត្តរបស់លោកគ្រូគឺផ្អែកទៅលើរឿងជាក់ស្ដែងដែលគាត់បានឆ្លងកាត់អញ្ចឹងហើយអតិពលរបស់លោកគ្រូសម្រាប់ខ្ញុំគឺគាត់ប្រៀបដូចជាមេបញ្ជាការខួរក្បាលមួយដែលអស្ចារ្យមានន័យថាអ្វីដែលគាត់និយាយមកគឺធ្វើឲ្យយើងឆេងបានណាបងប្អូនអរគ្នាដោយសារតែការយកឃើញត្រូវហើយនិងការគោរពជឿជាក់អញ្ចឹងមហូបដល់ពេលនេះខ្ញុំអាចនិយាយបានថាលោកគ្រូអត់ដែរបរៀនឲ្យខ្ញុំធ្វើមនុស្សអាក្រក់ឯងបងប្អូនអរគ្នាអញ្ចឹងលោកគ្រូអត់ដែរនិយាយអាក្រក់ពេលអ្នកដទៃលោកគ្រូក៏អត់ដែរបង្ហាញនៅអរិយាប័ត្រដែលគ្មានភាពជាគំរូដែរគឺលោកគ្រូជាមនុស្សដែរមានភាពជាគំរូតាមរយៈឧទាហរណ៍សូម្បីតែរឿង attention to detail របៀបគិតក៏គាត់ 5S ដែរមិន 5S តែរឿងសម្ភារៈឯងប៉ុន្តែរបៀបគិតរបស់លោកគ្រូក៏ 5S ដែរគឺគំនិតណាដែលមិនល្អដែលគេហៅថាគំនិតជាសម្រាមគឺ release ចេញជំរុះចេញហ្មងហើយដាក់អាណាបន្ទាប់អាណាបន្តអាណាល្អអញ្ចឹងទៅហើយមួយទៀតប៉ូលាគំនិតណាដែលវាអត់ល្អណាឲ្យស្អាតភ្លឺចែងចាំងវិញដោយរបៀបមិនហ្នឹងគឺលោកគ្រូមានហ្នឹងហ្មងហើយបងប្អូនអរគ្នាសម័យមើលថាដូចនេះខ្ញុំកូនអ្នកខេតយើងមកពេញយើងរងការប្រមាថខ្លះដែរពីមជ្ឈដ្ឋានមួយចំនួនដែរគេយកឃើញថាមនុស្សស្រីទៅណាមិនបានឆ្ងាយទេរបៀបអញ្ចឹងណាបងប្អូនគ្នាប៉ុន្តែរហូតដល់ថ្ងៃនេះខ្ញុំគិតថាក្នុងនាមជាកូនសិស្សរបស់លោកគ្រូដែលអាចចេះដឹងបានល្មមបានតិចតួចទេមិនច្រើនពេកទេប៉ុន្តែអាតិចតួចរបស់ខ្ញុំនឹងវាអាចជាក្តីសង្ឃឹមសម្រាប់យុវនារីដទៃទៀតដែរអញ្ចឹងហើយបានតិចក្តីច្រើនក្តីគឺនៅតែបន្តចែករំលែកអីដែលជាបទពិសោធន៍ជីវិតរបស់ខ្លួនឯងទៅកាន់បងប្អូនអរគ្នាតាមដែលអាចធ្វើទៅបានអញ្ចឹងទៅឲ្យតែឆ្លៀតមានពេលដាក់វីដេអូជូនបងប្អូនអរគ្នាទៅហើយពេលខ្លះក៏ live បែបហ្នឹងទៅដើម្បីជាការលើកទឹកចិត្តផងយើងជ្រុងព្រោះគ្មានរឿងអស្ចារ្យណាកាត់ចេញពីមនុស្សដែលយើងអស់សង្ឃឹមឲ្យបាក់ទឹកចិត្តទេមានតែមនុស្សដែលមានក្តីសង្ឃឹមនឹងមានគេហៅថាមហិច្ឆតាមាន dream ទៅមុខច្បាស់ទលាយធំទេដែលអាចជួយអ្នកដទៃបានច្រើនអញ្ចឹងយ៉ាងហោចណាស់យើងមិនបានជួយមនុស្សទូទាំងពិភពលោកប៉ុន្តែយ៉ាងហោចណាស់យើងក៏អាចជួយមនុស្សក្នុងក្រុមគ្រួសារយើងបានដែរបើមានអ្នកអស់សង្ឃឹមបាក់ទឹកចិត្តយ៉ាងហោចណាស់យើងខ្លាចទៅជាអ្នកលើកទឹកចិត្តគេដែរយើងអត់ទៅជន់គេបន្ថែមយើងអត់ perfect ទេយើងអាចនិយាយថា I'm not the perfect one ខ្ញុំមិនជាមនុស្សដែលល្អអស្ចារ្យទេប៉ុន្តែខ្ញុំធានាបានថាខ្ញុំមិនធ្វើឲ្យអ្នកពិបាកដោយសារខ្ញុំមិនធ្វើឲ្យអ្នកត្រូវអន់ថយដោយសារវត្តមានរបស់ខ្ញុំទេអាហ្នឹងក៏ជាសតិមួយដែរយើងមិនអស្ចារ្យទេប៉ុន្តែកុំធ្វើឲ្យគេក្តៅក្រហាយឬក៏ឈឺចាប់ដោយសារយើងអាហ្នឹងក៏ជាផ្នែកមួយដែរអញ្ចឹងជីវិតដែលរស់ក្នុងក្តីសង្ឃឹមបានពាក្យហ្នឹងខ្លីទេប៉ុន្តែក៏មិនស្រួលធ្វើពេកដែរវាត្រូវការបងប្អូនអរគ្នាសម្លឹងមើលរឿងតូចៗជាច្រើនដែលនៅជុំវិញខ្លួនយើងការជួយអ្នកដទៃការប្រឹងប្រែងខ្លួនឯងមានចំណេះដឹងការជួយលើកទឹកចិត្តគេនេះអានោះគឺជាផ្នែកសំខាន់ដែលយើងបានសាងនៅកុសលសាងនៅសេចក្តីល្អរបស់ខ្លួនឯងយ៉ាងហោចណាស់រៀនទៅសើគេអ្នកខ្លះអត់ចេះទៅសើតែបបូលីគេជុកកែហ្មងក៏ឧទាហរណ៍ថាឃើញគ្នាស្អាតមកកណោអត់ទៅសើទេស្រាប់តែចារូបរាងគេស្អាតទេស្អាតច្រើនហើយគ្រាន់តែថាសក់គ្នាមិនទាន់រៀបរយហ្នឹងស្ដីឲ្យគ្នាមើលសក់ញ៉ៃញ៉ៃមិនហើយត្រង់អាមុខគេស្អាតគេលាបក្រែមស្រស់គេអាខ្ញុំស្អាតអត់ទៅសើទេមនុស្សខ្លះអញ្ចឹងដែរតែដែលយើងចង់ឲ្យថាបើយើងរៀនកាត់អានតិចហ្នឹងទៅវាជួយយើងឲ្យយើងសំចិត្តជាកុសលនឹងបានច្រើនបងប្អូនអរគ្នាចា៎